ជារឿងមួយដែលមិនគួរក្នុងការយកមកផុសទេប្រព័ន្ធកងទ័ពមួយគឺមិនមាននៅក្នុងដៃហើយខាងលើក៏មិនមែនឲ្យកងទ័ពយើងមកស្លាប់ដែរมันអាចឲ្យគេចូលមកឈ្លានពានបានទេអញ្ចឹងយើងនឹងគោរពបទឆុកបាញ់ដោយសារតែមានការគ្រប់ខ្លងគ្រប់អីមកដូចជាថ្ងៃមិញខាងក្រសួងប្រកបតាមប្រកាសដែរអញ្ចឹងចំណុចដែលថាឲ្យគេបំបាញ់ស្លាប់នៅក្នុងត្រង់សេបាញ់ស្លាប់នៅក្នុងត្រង់សេអញ្ចឹងគឺវាជារឿងមួយដែលមិនគួរក្នុងការយកមកផុសទេប្រព័ន្ធកងទ័ពមួយគឺមិនមាននៅក្នុងដៃហើយខាងលើក៏មិនមែនឲ្យកងទ័ពយើងមកស្លាប់ដែរมันអាចឲ្យគេចូលមកឈ្លានពានបានទេអញ្ចឹងយើងនឹងគោរពបទឆុកបាញ់ដោយសារតែមានការគ្រប់ខ្លងគ្រប់អីមកដូចជាថ្ងៃមិញខាងក្រសួងប្រកបតាមប្រកាសដែរអញ្ចឹងចំណុចដែលថាឲ្យគេបំបាញ់ស្លាប់នៅក្នុងត្រង់សេបាញ់ស្លាប់នៅក្នុងត្រង់សេអញ្ចឹងគឺវាជារឿងមួយដែលមិនគួរក្នុងការយកមកផុសទេប្រព័ន្ធកងទ័ពមួយគឺមិនមាននៅក្នុងដៃហើយខាងលើក៏មិនមែនឲ្យកងទ័ពយើងមកស្លាប់ដែរมันអាចឲ្យគេចូលមកឈ្លានពានបានទេអញ្ចឹងយើងនឹងគោរពបទឆុកបាញ់ដោយសារតែមានការគ្រប់ខ្លងគ្រប់អីមកដូចជាថ្ងៃមិញខាងក្រសួងប្រកបតាមប្រកាសដែរអញ្ចឹងចំណុចដែលថាឲ្យគេបំបាញ់ស្លាប់នៅក្នុងត្រង់សេ